តាំងពីព្រឹកមកដល់ពេលនេះគឺសប្បាយរីករាយមែនទែនសម្រាប់មេរៀននេះផងដែរវាពិតជាមានសារៈសំខាន់និងមានអត្ថប្រយោជន៍ច្រើនមែនទែនទៅដល់ខ្ញុំដើម្បីយកទៅអភិវឌ្ឍនៅកន្លែងការងារគ្រួសារហើយនិងសង្គមជាតិខ្លួនឯងហើយសម្រាប់ពីថ្ងៃនេះផងដែរដើម្បីជំរុញឲ្យកន្លែងការងារខ្ញុំកាន់តែទទួលបានលទ្ធផលល្អបន្ទាប់ពីខ្ញុំបានបញ្ចប់វគ្គសិក្សានេះហើយពេលដែលខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងបង្រៀនពួកគាត់ដើម្បីឲ្យក្លាយជាបុគ្គលិកឆ្នើមបុគ្គលិកប្រភេទប្រាក់ខែ300ធ្វើដូច3000ដើម្បីឲ្យក្រុមការងាររបស់ខ្ញុំកាន់តែរីកចម្រើនទៅមុខការរៀនរយៈពេលមួយថ្ងៃនេះគឺខ្ញុំទទួលបានភាពក្លាហានជាងមុនហើយមួយទៀតពីមនុស្សម្នាក់ដែលជួបមេអត់សូវចេះនិយាយស្ដីពីមេទេចូលចិត្តតែកិច្ចមេរហូតអត់មានភាពក្លាហានក្នុងនិយាយមួយមេទេតែដល់ពេលដែលខ្ញុំមករៀនវគ្គនេះខ្ញុំអាចធ្វើវីដេអូឲ្យមេគាត់មើលបានពេលដែលខ្ញុំទៅវិញខ្ញុំនឹងណែនាំអ្នកស្គាល់គ្នាឲ្យគាត់មករៀនវគ្គនេះជាមួយនឹង CEO Club ផលប្រយោជន៍ដែលយើងរៀនគឺទី1យើងមានភាពក្លាហានជាងមុនក្នុងការចូលក្នុងសង្គមការរាក់ទាក់ទី2កលឹះខ្លីៗនៃកម្មផលរោគលេសដោះសារអ្វីដែលតកែឬក៏មេយើងចង់បានគឺផលមិនមែនជាលេសដោះសារយើងត្រូវកែប្រែផ្លូវដើរដើម្បីឲ្យបានផលល្អសម្រាប់សហគ្រាសឬក៏កន្លែងរបស់មេយើងរៀងៗខ្លួនសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ដែលបានចូលរួមថ្ងៃនេះថាវាកម្រដែលមេរបស់យើងទាំងអស់គ្នាផ្ដល់ឱកាសឲ្យយើងរៀនសូត្រអញ្ចឹងយើងគួរតែចាប់ឱកាសព្រោះអីពេលដែលគ្មានចំណេះដឹងយើងអត់មានសមត្ថភាពនិងភាពក្លាហានតែនិយាយមួយអ្នកដទៃទេសូម្បីតែជនជាតិអង់គ្លេសមកយើងចង់និយាយអីទៅគេក៏យើងត្រូវតែខ្លាចគេជាដរាបមានអារម្មណ៍រីករាយមែនទែនតាំងពីព្រឹកមកដល់ថ្មនេះយើងរៀនបានច្រើនមែនទែនការតាំងចិត្តធ្វើកិច្ចការឲ្យបានល្អបានទទួលលទ្ធផលល្អបុគ្គលិកចង់បានប្រាក់ខែច្រើនពេលខ្លះមិនមែនមេឲ្យយើងទេគឺយើងចេះតែឲ្យខ្លួនឯងដោយសារបច្ចុប្បន្នយើងមានបញ្ហាជាមួយប្រទេសជិតខាងយើងអញ្ចឹងយើងទាំងអស់នេះត្រូវជារៀនរស់រៀនរីករាយហើយត្រូវតែរួបរวมគ្នាក្នុងពេលបច្ចុប្បន្ននេះហើយជាចុងបញ្ចប់នេះបានអ្វីដែលថ្មីដើម្បីទៅបង្រៀនបុគ្គលិករបស់ខ្ញុំផ្ទាល់បាទសូមអរគុណតើលោកអ្នកកំពុងមានបញ្ហាបុគ្គលិកមែនដែរឬទេបុគ្គលិកខ្លាំងទើបអាជីវកម្មរីកចម្រើន8សំណួរសម្រាប់ម្ចាស់អាជីវកម្មទូទាំងប្រទេស1តើបុគ្គលិករបស់អ្នកមានសមត្ថភាពខ្លាំងហើយឬនៅ2តើបុគ្គលិករបស់អ្នកមានទឹកចិត្តប្រយុទ្ធក្នុងសមរភូមិការងារមោះមុតខ្លាំងក្លាដែរឬទេ3តើពួកគេស្រឡាញ់គ្នាសហការគ្នាក្នុងការបំពេញការងារឲ្យមានប្រសិទ្ធភាពខ្ពស់ដែរឬទេ4តើពួកគេស្រឡាញ់ក្រុមហ៊ុនរបស់អ្នកដោយក្រុមហ៊ុនរបស់ពួកគេដែរឬទេ5តើពួកគេបានទុកចិត្តជឿជាក់គោរពដឹងគុណមានភាពស្មោះត្រង់និងអនុវត្តតាមការដឹកនាំរបស់អ្នកដែរឬទេ6តើពួកគេជួយលើកកេរ្តិ៍ឈ្មោះការពារកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់អ្នកខ្លាំងក្លាដែរឬទេ7តើពួកគេនឹងអាចក្លាយជាកម្លាំងអ្នកដឹកនាំបន្តវេនរបស់អ្នកបានដែរឬទេ8តើពួកគេជាបុគ្គលិកទ្រព្យឬបុគ្គលិកបំណុលកម្មវិធីបង្វឹកក្លាយជាបុគ្គលិកឆ្នើមសម្រាប់ចំណាប់អារម្មណ៍ចុះឈ្មោះចូលរួមទាក់ទងទូរស័ព្ទលេខ